ពាក្យមួយម៉ាត់ថាតើយួនវាមកស្រោចស្រង់កម្ពុជាទេណាអត់ទេវាអត់មានមកស្រោចស្រង់កម្ពុជាទេវាឆ្លៀនពៀនចូលកាន់កាប់កម្ពុជានឹងមួយទី2មូលហេតុវាវាយចូលកម្ពុជាគឺវាទាស់គ្នារឿងកោះត្រល់ទី2ទី3វាមិនមែនជាសង្គ្រាមខ្មែរនៅខ្មែរទេគឺតបយួន1.8នាក់80000នាក់ចូលមកហើយចូលវាចូលមកវាចង់កាន់កាប់ទេវាចង់ប៉ុន្តែវាកាន់កាប់មិនបានសម្រេចក៏ដកថយទៅវិញអូខេហេតុអ្វីក្នុងសភៅអត់មាននិយាយមកពីចៅឯងអត់រកសភៅអានបើចៅឯងរកសភៅអានវាមិនខ្វះគេនិយាយទេសភៅច្រើនណាស់និយាយតែចៅឯងមិនអានអញ្ចឹងបានប្រាប់ទៅវិញថាអ្នកដែលអរគុណ7មករាខ្ញុំអត់មានជំទាស់ទេតែកុំឲ្យខ្ញុំអរគុណ7មករាពីព្រោះខ្ញុំយល់ផ្សេង7មករាគឺជាថ្ងៃឆ្លៀនពៀនហើយមានបំណងចង់កាន់កាប់ទឹកដីបន្ទាប់មកទៀតមានអ្នកមកផ្ទុយផ្ទាល់ខ្ញុំថាកុំតបាន7មករាកុំអីហែងមិនរស់ទេអញប្រាប់ឯងវិញអញរស់អត់មានជាពាក់7មករាទេអូនបើឯងជាពាក់7មករាជាពាក់ទៅអញអត់បានជាពាក់7មករាទេនឹងអញចេញសពបន្ទាប់មកទៀតណាមានពាក្យខ្សួរហើយថាតើបើវាគ្មាន7មករាទេខ្មែរងាប់ដាច់ពូជទេអត់សុំឆ្លើយថាអត់មានដាច់ពូជទេខ្មែរអត់ដាច់ពូជទេខ្មែរអត់ដាច់ពូជទេណាហើយបើមានដូចជាអខិលកញ្ញរិទ្ធវាថាហ្នឹងជាសច្ចធម៌មិនមែនសច្ចធម៌ទេអូនប្រាប់អខិលកញ្ញរិទ្ធវិញថាមិនទទួលស្គាល់7មករាព្រោះ7មករាសច្ចធម៌មិនមែនទេ7មករាគឺជាថ្ងៃឆ្លៀនពៀនចុះបើសិនជាបងប្អូនថា7មករាឲ្យខ្ញុំរស់ខ្ញុំមានថាអីអាហ្នឹងខ្លួនឯងយល់អញ្ចឹងក៏យល់ទៅខ្ញុំអត់មានខឹងសម្បាអីទេប៉ុន្តែកុំមកអីណាអាងអីណាឯងបើមិនទទួលស្គាល់7មករាទេឯងក្បត់សច្ចធម៌អញអត់មានទេអញអត់មានភ្លើជាមួយសច្ចធម៌ឯងទេឯងកុំឲ្យនិយាយឯងក៏ជាពាក់គុណ7មករាដែរបានមកដល់អាមេរិកអញអត់មានជាពាក់គុណ7មករាហ្នឹងតាមមកមី7មករាក៏អញអត់ជាពាក់ផងហើយចុះអ្នកដតីថាជាពាក់គុណ7មករាកាលនៅសុំសួរប៉ុណ្ណេះជនភៀសខ្លួនខ្មែរ300000នាក់ដែលលើកដៃស្បត់ចំពោះមុខអាមេរិកខ្ញុំសូមសម្បត្តិថាខ្ញុំជាជនភៀសខ្លួនភៀសសត្វដែលសូមជ្រកកោននៅសហរដ្ឋអាមេរិកពីព្រោះខ្ញុំរត់ពីយួនឆ្លៀនពៀនហើយនឹងកុម្មុយនីសអាណាគេលើកដៃស្បត់វើយអាអ្នកដែលលើកដៃស្បត់គឺអាចេមខ្ញុំស្បត់ថាដែលជាខ្លាយជាជនភៀសសត្វជនភៀសខ្លួនដែលសូមជ្រកកោននៅសហរដ្ឋអាមេរិកពីព្រោះយួនកាន់កាប់ទឹកដីខ្ញុំហើយនឹងកុម្មុយនីសខ្ញុំសូមប្រាប់ក្រសួងយុត្តិធម៌ថាជាការពិតហើយចុះខ្មែរ300000នាក់ដែលមានមេគ្រួសារស្បត់មុនយួរកន្ត្រកអាយសៀមគេដឹកមកអាមេរិកមានស្បត់គ្រប់គ្នាទេមានស្បត់គ្រប់គ្នាទេគឺស្បត់គ្រប់គ្នាហើយចុះបើស្បត់គ្រប់គ្នាមិនក៏ធ្វើបន់អបអ7មករានៅលើដីអាមេរិកណាមិនបានធ្វើបន់អបអ7មករាលើដីអាមេរិកខ្ញុំមិនថាទេអ្នកមក93ក្រោយ93ពីព្រោះគេអត់មានស្បត់ដូចខ្ញុំចុះអ្នកដែលស្បត់ហើយមិនក៏អរគុណ7មករាហើយចុះបើអរគុណ7មករាមកស្បត់ធ្វើអីមានន័យថាក្បត់សច្ចាប្រាណិធានក្បត់សច្ចាក្បត់ពាក្យសម្បត្តិខ្លួនឯងខ្ញុំមិនតវ៉ាទេប៉ុន្តែក្បត់ពាក្យសច្ចាមកប្រាប់គេថាយើងរត់ដោយសារកុម្មុយនីសវាធ្វើបាបណាអូខេកុម្មុយនីសវាធ្វើបាបអូខេអញ្ចឹង7មករាក៏ណាចាខ្ញុំអត់បន្ទោសទេតែខ្ញុំក៏ប្រាប់ថាអ្នកបានស្បត់ថាអ្នករត់ពីយួនកាន់កាប់ទឹកដីហើយនឹងកុម្មុយនីសអ្នកប្រាប់អាមេរិកថាអញ្ចឹងហើយនៅពេលដែលអ្នកអបអរសាទរអរគុណ7មករាអ្នកគិតខ្លួនឯងទៅសច្ចធម៌ឬមិនសច្ចធម៌គិតខ្លួនឯងទៅខ្ញុំអត់បន្ទោសទេណាអញ្ចឹងឯកសារនេះគឺយួនវាផ្ដល់ឲ្យ UNSC ថ្ងៃទី4អូខេអានេះជាភាសាបារាំងនេះគឺជាឯកសារអង្គការសហប្រជាជាតិ
ដែលជាសេចក្តីប្រកាសរបស់ចិននេះជាសេចក្តីប្រកាសរបស់ចិនអូខេតើចិននិយាយថាម៉េចណា Recent the reactionary authorities of Vietnam have brazenly dispatched a dozen or so divisions supported by many planes, tanks and guns to wage a new massive war of aggression against democratic Cambodia and occupy a large part of its territory. ថ្ងៃទី7ខែមករាចិនប្រាប់អង្គការសហជីវជាតិថាកម្ពុជាត្រូវយួនឈ្លានពាននេះគឺជាឯកសារអូខេនេះគឺជាលិខិតរបស់ខ្មែរក្រហមឈ្មោះជួនប្រសិទ្ធផ្ញើទៅអង្គការសហប្រជាជាតិនេះគឺជា Telegram របស់ហេងសំរិនផ្ញើទៅអង្គការសហជីវជាតិថ្ងៃទី11ខែមករានេះគឺជាផែនការមេរបស់វៀតណាមនេះគឺជាមិត្តភាពពិសេស25ឆ្នាំបន្ត10ឆ្នាំម្ដង10ឆ្នាំម្ដងដែលហ៊ុនសែនអត់លុបចោលទេកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យអំណាចកម្ពុជាលុបចោលអត់លុបចោលទេនេះគឺជាសន្ធិសញ្ញាភាសាយួននិងភាសាខ្មែរដែលហេងសំរិនចុះហត្ថលេខាថ្ងៃទី18ខែកុម្ភៈឆ្នាំ79ចងខ្មែរជាមួយវៀតណាមតាំងពីនឹងមកសន្ធិសញ្ញានេះ25ឆ្នាំដល់ចប់ទៅវាត10ឆ្នាំម្ដង10ឆ្នាំម្ដងជារៀងរាល់ពេលណាអូខេណានៅនៃតានយើងកាន់តែតវ៉ាគ្នាទេណា brother មិនមែនរឿងយើងនេះណាយើងនៅអាមេរិកយើងត្រូវចេះតវ៉ាគ្នា no hard feeling I know that you are a nice guy មានអីណានេះភាសាយួនភាសាខ្មែរចុះហត្ថលេខាផាំវ៉ាន់ដងហេងសំរិនណានេះហត្ថលេខានេះហត្ថលេខាហេងសំរិននេះហត្ថលេខាផាំយ៉ាងដងនេះណានេះវាយជាអក្សរខ្មែរឡើងវិញឲ្យច្បាស់អូខេនេះគឺជាចំណុចសំខាន់នៃមាត្រាទី4នៃសន្ធិសញ្ញាហ្នឹងវាមានន័យថាម៉េចនេះគឺជាការប្រែជាភាសាអង់គ្លេសពីសន្ធិសញ្ញាហ្នឹងនេះគឺជាសេចក្តីនៃសន្ធិសញ្ញាម្ដងទៀតវាយសារឡើងវិញឲ្យច្បាស់អូខេនេះមិនមែនរូបប្រាសាទអង្គរទេយួនវាឲ្យខ្មែរធ្វើទងហ្នឹងហ៊ុនសែនហេងសំរិនជាស៊ីមឲ្យបង្ហោះទងហ្នឹងប្រឡំបន្លំថាជាប្រាសាទអង្គរមែនទេ1 2 3 4 5 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 1 2 3
1 2 3 4 5 1 2 3 4 5 1 2 3 4 5 1 អាណាម2តង់កឹង3ឡាវ4កម្ពុជា5កូសាំងស៊ីនដែនដីទាំង5នៃសហព័ន្ធឥណ្ឌូចិនវាមិនមែនប្រាសាទអង្គរវត្តទេដល់បានទេណាឃើញទេឃើញនៅអូខេតុងនេះតុងអីមានអ្នកណាឆ្លើយបានទេតុងនេះតុងនេះប្រើពីឆ្នាំណាប្រើនៅកន្លែងណាហើយចុះអាតុងនេះតាមពិតពណ៌តែមួយទេតែមួយភ្លៀងមួយចុះតើអាតុងនេះប្រើឆ្នាំណាហើយអាតុងនេះប្រើឆ្នាំណាហើយអាតុងនេះមានកំណើតពីណាអាតុងនេះមានកំណើតពីណាជួយប្រាប់មើលជួយប្រាប់មើលជួយប្រាប់បន្តិចមើលអាតុងនេះកើតពីណាអាតុងនេះតុងយាកង់ដែលវាបោកយួនខាងត្បូងតុងយាកង់កើតឆ្នាំ60ដល់75ឆ្នាំ60ដល់75អាតុងនេះណាអាតុងនេះវាកើតឆ្នាំ60ដល់75អូខេនេះតុងយាកង់
អូខេហើយអាទងនៅខាងស្ដាំនេះទងរដ្ឋកម្ពុជាអូខេណាទងរដ្ឋកម្ពុជាឡើងមើលខ្លួនឯងអាទងនេះទងជាកង់វាបោកយួនខាងជើងឆ្នាំ60 75វាថាវាសេរីហើយចុះអាទងនេះទងរដ្ឋកម្ពុជាហក់89 93វាបោកថាវាឈប់ធ្វើកុម្មុយនីសហើយតាមពិតម៉ែឪវាតែមួយទេយល់ទេយល់ចំណុចហ្នឹងទេ1960ដល់75មិនមែន54ទេឃើញឪម៉ែវាតែមួយទេឃើញឪម៉ែវាតែមួយហ្នឹងនៅពេលដែលកុម្មុយនីសវាបោកថាវាសេរីវាប្រើពណ៌ហ្នឹងមិនមែនប្រាសាទអង្គរទេវាមិនមែនប្រាសាទអង្គរទេវាជាចំណុចទាំង5នៃសហព័ន្ធឥណ្ឌូចិនខ្ញុំធ្វើឲ្យច្បាស់ឲ្យកុំឲ្យវាពិបាកយល់ពេកខ្ញុំវាអត់មានពេលធ្វើការបញ្យល់ដល់វាអត់មានពេលធ្វើការបញ្យល់ទៅខ្ញុំក៏អូខេឥឡូវមើលអានេះមើលច្បាស់អានេះវា5ជ្រុងអានេះវា5កពូលវាស្មើនឹងសហព័ន្ធឥណ្ឌូចិនរបស់យួន5តំបន់នេះយល់បានទេចំណុចប៉ុណ្ណឹងយល់បានទេណា7មករាកម្ពុជារំដោះតបយួនវាយស្មោះហ៊ុនសែនកងហក់ឃើញទេហ៊ុនសែនណាមកវាយ7មករានោះចេះជឿណាអាពួកអាវខ្មៅរលាយហើយណាមេតបហឺហារត់ចោលអំណាចទំពខ្ញុំគេបាត់មួយទៅជាអាវសានយួនចូលពេញប្រាណកុំនេះម្ដងទៀតពេលយួនដងចេញហ៊ុនសែនចោលមកសៀតក៏ប្រឹងខំឆ្លៀតអួតថាឯងទេកូនខ្មែរនៅក្នុងចំនួនចិនស៊ីផឹកខ្លាំងធ្វើភ្នែកមួមីលែងស្គាល់រឿងដើមគិតថាអរគុណបងរស់ដល់ឆ្នាំដែកចូលសាមវាយសៀមវាយប៉ោងខោចេះតែភូតថាឯងណាមកដោះផែនដីឯណាអីណា7មករាឲ្យជីវិតថ្មីណាចេះតែថានឹងសហព័ន្ធឥណ្ឌូចិនវានៅអញ្ចឹងណាឃើញទៅណាតែពួកចិនស៊ីក៏ជាងពួកចិនស៊ីយើងខ្ញុំក៏មកស្រឡាញ់អស្ចារ្យ7មករាគ្មានព្រំដែនដោយ7មករាយើងខ្ញុំរស់រៀនជីវិតកាលកានបានស៊ីបានបុកអីឡើយយើងខ្ញុំក៏មកអូដំទៅជាចិនស៊ីសសើសំដាច់ធ្វើភ្នែកមួមីអស់មានអីស៊ីមិនដឹងរត់ទៅណាទៅអញ្ចឹងជួនតែមិនទៅជួនតែមិនកើតបើលេងឆាវអញ្ចឹងណាបើឲ្យអង្គុយទៅសេបន្តិចទៅវាជួនហើយប៉ុន្តែលេងឆាវអញ្ចឹងណាយល់ទេយល់ទេ7មករាយល់ទៅណាមិននិយាយឲ្យនេតានេះនេតា my brother I don't mean you okay យល់ទេ7មករាឲ្យជីវិតថ្មីណាជីវិតថ្មី
Vẫn mày mau á. Rồi này, ăn bên mạc ra này ngọt á. Ngọt á. Nè, ăn trường bên mạc ra nó, ăn sạch chạ thơ đấy. Nè. Nè, kia cả như rất mình giấy đó, ăn khoác sạch chạ thơ, ăn còn bên mạc ra. Vô nói. Ý, bạn vô nói, rồi thông ra mùi. Đặt các bạn thông ra. Nè, mình cầm lại TP tiết. Bảo vệ mình cầm lại TP toàn miền mai TP. Nè, đây này dây thầm bên mạc ra, nó chỉ cầm lại TP toàn là miền mà đai TP, mà đai nó cứ ăn em mà đai nó cứ mà đai vuông bạn từ ban cana TPนึง mau ให้ cho บ cana TP นึง mau ไม่ก็มาสะบัด nhóm I would like to tell you นี่ my country Cambodia my country Cambodia is invaded by the Vietnamese they come to Cambodia they attack Cambodia and you know that I like to tell you the United Nations Cambodia is a victim of a Vietnamese aggression cái này gì chẳng hay cái cặp nè để tới bầm rau hôn sai vĩnh cái say hạ nụ say hạ nụ con cháu bầm rau yuan chui toát ta ở rệt bà lăng yuan đi về cặp tơ ban chỉ tục và pôn hay là con ai bầm rau cảnh che yuan to từ tiết vì pro việc cặp tơ yuan việc cặp tơ chẳng ai bạn tục và pôn anh con ai bầm rau yuan to từ tiết vì pro yuan việc cặp tơ hay đi vì đang nó con tao tại đó tới bầm rau yuan yu tới chia cần đo nơi không khao đăng tế nên vì pro yuan việc cặp tơ yuan việc cặp tơ chẳng trở lại mới bên bên là cô mình đi cái bao lô sẽ lấy cái pra tung này anh ấy năm học sập chặt tập anh ấy năm 84 การsập 7 ok lấy mưa là số 3 Hồ Chí Minh còn gì còn tha pi hàng chơi mang hàng thập bông Việt Nam cứ chỉ dragon chỉ nịa tại bậc bột Lan hay bột Campuchia việc khai tới chia sạch nịa mùi đỏ thùng đói bột mình châu ăn nam tông cân còn sáng xin Campuchia đừng lai việc khai tới chia sạch nịa mùi đỏ thùng việc khai tới chia sạch nịa mùi đỏ thùng khơi nhé lấy bong ôn mưa là ta khơi nịa mùi thùng ấy nè khơi nịa mùi thùng ấy bà bột lai bà bột Campuchia khơi nịa một năng việc thoát đấy nịa việc xôm Hồ Chí Minh gặp vẻ thật bà bột năng tới chỉ nịa mùi đỏ bằng ai chơi rằng Việt Nam ở bên trong ban thay để Việt Nam trong ban không ở khai tới chỉ sạch nịa mùi đỏ thùng ở khai tới chỉ sạch nịa mùi đỏ thùng ok nè ở khai tới chỉ sạch nịa mùi đỏ thùng nè ở khai tới chỉ sạch nịa mùi đỏ thùng ok nèแต่ตอนมาเตี้ยมือการผลักโดนี่ខ្ញុំទៅសេអានេះខ្ញុំសរសេរ30ឆ្នាំមុននេះគឺជាអត្ថបទដែលខ្ញុំសរសេរ30ឆ្នាំមុនការបញ្យល់ពីទង់យើងខ្ញុំអធិប្បាយជូនលោកអ្នកអានរួចមកហើយពីអត្ថន័យនៃទង់ជាតិយួនកុម្មុយនីសតទៅនេះយើងខ្ញុំអញ្ជើញលោកអ្នកអានពិនិត្យមើលទៅទង់ជាតិយួននិងអ្វីនឹងទង់ជាតិដែលយួនបង្កើតណាឲ្យកញ្ចក់របស់វាដែលយួនឆ្លៀនពៀនចូលកាន់កាប់ប្រទេសកម្ពុជានៅឆ្នាំ79ដល់ឆ្នាំ91ណាទង់ជាតិនឹងមានពណ៌យ៉ាងម៉េចខ្ញុំហ្នឹងអ្នកសរសេរ30ឆ្នាំមុនហើយខ្ញុំដកស្រង់ឯកសារយួនមកប្រែទៀតបំផ្លាញចោលអធិបតេយ្យភាពកម្ពុជាដោយចងក្រងប្រទេសកម្ពុជានៅសន្ធិសញ្ញាពិសេសយួនខ្មែរលាវ25ឆ្នាំបន្តស្វ័យប្រវត្តិដល់10ឆ្នាំបំផ្លាញព្រំដែនស្របច្បាប់របស់កម្ពុជាដោយធ្វើកិច្ចព្រមព្រៀងព្រំដែនថ្មីណាកាត់ដែនទឹកនិងប្រជុំកោះខ្មែរដែលមានផ្ទៃកន្លះប្រមាណជា total 45,000 មាន 45,000 គីឡូម៉ែត្រកន្លះនេះខ្ញុំសរសេរ30ឆ្នាំមុនខ្ញុំសរសេរអត្ថបទនេះ30ឆ្នាំមុនហើយនេះគឺជាអត្ថបទស្រាវជ្រាវនៅសិង្ហបុរីនេះគឺជាអត្ថបទស្រាវជ្រាវនៅសិង្ហបុរីកាលនឹងសិង្ហបុរី
ធ្វើការស្រាវជ្រាវរៀបចំបោះពុម្ពផ្សាយនៅខែតុលាឆ្នាំ84ចំណងជើង The Vietnamization of Cambodia ណាហើយស្អីទៅ Vietnamization of Cambodia ស្អីទៅជា Vietnamization of Cambodia ណាស្អីទៅ Vietnamization of Cambodia វៀតណាមម៉ូវនីយកម្មវៀតណាមម៉ូវនីយកម្មនៃកម្ពុជាវៀតណាមម៉ូវនីយកម្មនៃកម្ពុជា The Vietnamization of Cambodia ពីដើមឡើយខ្ញុំសរសេរអត្ថបទចុះផ្សាយនៅក្នុងកាសែតដាក់ឈ្មោះថាខ្មែរប្រជាធិបតេយ្យអូខេនេះហ៊ុនសែនអត់លុបអានឹងចោលណារហូតដល់សប្តាហ៍ថ្ងៃហើយឥឡូវនេះអានោះវាមកលងគាត់វាមកធ្វើបាបគាត់អានោះហើយគាត់អត់លុបចោលណាអូខេមិនដែរកូនខ្មែរtop tip today វាតកតងនឹងរបស់ដែលខ្ញុំនិយាយនៅភាគដំបូងល្ងាចនេះណាខ្ញុំនិយាយភាគដំបូងល្ងាចនេះថាវាទាល់តែយើងស្គាល់អំពីការកសាងកម្លាំងអូខេវាតកតងនឹងយើងស្គាល់ការកសាងកម្លាំងដែលខ្ញុំសរសេរយកមកផ្សាយនៅក្នុងយប់នេះដែលខ្ញុំយកមកផ្សាយដែលវាតកតងនឹងការកសាងកម្លាំងណាវាតកតងនៅក្នុងការកសាងកម្លាំងដែលខ្ញុំយកមកផ្សាយហើយខ្ញុំក៏បានអធិប្បាយឲ្យបានច្រើនជាទីបំផុតដើម្បីឲ្យបានយល់ដែលខ្ញុំយកមកផ្សាយអំពីកម្លាំងនេះនៅក្នុងភាគដំបូងរបស់ខ្ញុំនៅក្នុងល្ងាចនេះដំបូងយើងត្រូវកសាងខួរក្បាលដល់កសាងខួរក្បាលយើងត្រូវចាត់ចែងធនធានហើយយើងចាត់ចែងធនធានយើងកសាងសេដ្ឋកិច្ចយើងកសាងបច្ចេកវិទ្យាទើបយើងកសាងកម្លាំងយោធាហើយកសាងកម្លាំងផ្សាយនេះហើយដែលខ្ញុំនិយាយនៅក្នុងល្ងាចនេះភាគមុនខ្ញុំនិយាយរឿងហ្នឹងហើយខ្ញុំនឹងលើកយករឿងហ្នឹងមកនិយាយលោកហ៊ុនសែនកែប្រែទៅតកូលហ៊ុននឹងបានជោគជ័យណាខ្មែរយើងឈប់ចូលឈប់អួតឈប់ fake ទើបយើងមានកម្លាំងយើងមានកម្លាំងខ្លាំងដោយសាររឿងអញ្ចឹងអូខេបងប្អូនអញ្ចឹងនៅភាគក្រោយខ្ញុំក៏លើកយកមកនិយាយបន្តទៅទៀតអំពីចំណុចនេះហើយនឹងចំណុចដទៃអ្វីប្រែប្រួលពីយុគសម័យមួយទៅយុគសម័យមួយបាទអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំជំរាបលាចាំជួបគ្នានៅភាគក្រោយអរគុណដែលបានចូលមកស្ដាប់កំសាន្ត